គាត់យកទៅដាក់តាមវត្តអារាមអីចឹងទៅដើម្បីកិនបង្ហាញក្មេងៗយុវជនមែនទេណាមីងបាទឲ្យមើលឲ្យស្គាល់អានេះអត់ចាញ់ផងណាមីងអូមីងចាញ់ណាមីងចាញ់ទៅនោះមើលបែកចាញ់អីណានោះអានេះសម្រូបហើយអានេះគេហៅអង្គសម្រូបណាមីងគឺវានៅជាប់នឹងកតួនៅក្របអង្គដែលគេហៅថាអង្គសម្រូបអញ្ចឹងយើងត្រូវយកអង្គដែលតតាក់នឹងហើយយកទៅជន់ទៀតបងប្អូននេះហើយគឺត្បាល់កិនស្រូវពីសម័យបុរាណហើយថាភត្រាត្បាល់ហ្នឹងអាយុកាលប្រហែល100ឆ្នាំហើយបញ្ជាក់ជូនបងប្អូនថាត្បាល់នេះទើបតែធ្វើថ្មីទេប៉ុន្តែគឺជាត្បាល់បុរាណដែលចាស់ពីមុនលោកប្រើដើម្បីកិនស្រូវគឺត្បាល់ហ្នឹងបាទយើងអត់ទាន់មានម៉ាស៊ីនកិនស្រូវដូចសម័យទំនើបយើងបច្ចុប្បន្នទេយើងអត់មានម៉ាស៊ីនអត់មានម៉ូទ័រអីទេយើងប្រើតែត្បាល់ហ្នឹងដើម្បីកិនស្រូវបាទអញ្ចឹងត្បាល់នេះគេហៅត្បាល់កិនតែម្ដងមែនទេណាមីងបងប្អូនក្នុងคลิปវីដេអូនេះខ្ញុំបានមកដល់ភូមិស្រុកនៅខេត្តកំពង់ធំភូមិនេះហៅភូមិអីណាមីងឃុំរងឬស្រុកខេត្តកំពង់ធំជាភូមិមួយដែលនៅមានប្រជាពលរដ្ឋចេះធ្វើត្បាល់កិនស្រូវបែបបុរាណហើយកំពុងតែដំណើរការនៅក្នុងការធ្វើត្បាល់នេះដើម្បីទុកប្រើម្ដងម្កាលនៅស្រុកភូមិផងហើយក៏លក់ឲ្យបងប្អូនគាត់យកទៅតាំងបង្ហាញផងបញ្ជាក់បងប្អូនថាជុំភត្រានៅមានភូមិនៅប្រើត្បាល់អញ្ចឹងទៀតមិនមែនបានន័យថាភូមិនេះអត់មានត្បាល់អត់មានម៉ាស៊ីនកិនស្រូវទេមានក៏ប៉ុន្តែពេលខ្លះដោយបានបញ្ជាក់ថាគាត់ធ្វើឲ្យក្មេងៗស្គាល់ហើយអញ្ចឹងក៏គាត់មានការកិនបង្ហាញក្មេងៗឬក៏ពេលខ្លះមានបុណ្យទានក្នុងភូមិអីចឹងទៅគាត់យកទៅដាក់តាមវត្តអារាមអីចឹងទៅដើម្បីកិនបង្ហាញក្មេងៗយុវជនមែនទេណាមីងបាទឲ្យមើលឲ្យស្គាល់ការពិតល្អមែនតើដូចជាក់ស្ដែងខ្ញុំអត់ដែលដឹងថាត្បាល់ហ្នឹងគេកិនមិនទេធ្លាប់តែឃើញតែអត់ដែលកិនខ្លួនឯងទេឥឡូវថ្ងៃហ្នឹងមកប៉ះផ្ទាល់មកឃើញផ្ទាល់ហើយអ្នកមីងចង់និយាយថាអញ្ចឹងទម្រាំតែបានចេញជាអង្គមិនស្រួលទេចាមិនស្រួលទេបាច់ញើសខ្ចាយហ្មងបុកឡើងពុកដៃអញ្ចឹងបានន័យថាកិននៅហ្នឹងហើយត្រូវយកទៅបុកទៀតបុកនេះយកទៅជឿនអត់កើតជ្រឹះហោកើតអង្គដំហើយអញ្ចឹងបានន័យថាត្បាល់ហ្នឹងគ្រាន់តែកិនដើម្បីបំបែកសបកស្រូវទេសម្រូបទេស្រូវមុនមុននឹងពេលស៊ូកិន4-5ពេលសម្រាប់តែអញ្ចឹងបានន័យថាត្បាល់នេះដើម្បីកិនស្រូវឲ្យคล้ายទៅជាអង្គសម្រូបប៉ុន្តែដើម្បីទៅជាអង្គសម្រិតត្រូវយកទៅបុកហើយតតាក់មកតង់ទៀតអូឥឡូវរុញទៅណាអ្នកមីងរុញទៅណាទីមិននេះវិញហ៎មិនរុញទៅនោះទេចារត់ចាហេយ៉ាងនេះបើចាស់នេះអត់ទៅទេធូរនឹងអ្នកមីងបើគាត់ចាស់យេបានទៅបើចាស់វាតង់ហាមបច្រាស់អ្នកមីងឥឡូវអ្នកមីងដាក់ស្រូវមកនេះអ្នកមីងដាក់ស្រូវតើឈប់ដាក់ស្រូវកៅអូបងអានេះអត់ចាញ់ផងអ្នកមីងអូចង់ទល់វាបងប្អូនស្រោមជើងវាល្អជាមួយហត្ថីនេះជុំបងប្អូនមិនមែនវាតឹងប្រហែលទេបើយើងអត់ចេះទាញជប់មើលចាំខ្ញុំសាកឲ្យមើលវិញមកអ្នកមីងមកអ្នកមីងរុយបានអ្នកមីងអូខ្លាំងអូមីងចេញណាមីងចេញទៅនោះមើលបែកចាញ់អីណានោះរត់តាមកតែមករត់តាមកតែវាស្រីវារត់មីងដាក់ស្រូវទៀតអស់នៅអត់ទេទៀតខ្ញុំចូលអត់ទេមីងបន្តចង្កេះហ្នឹងមីងណាមីងគាត់ឲ្យគេអមមើលកោឲ្យគេហូបមកគេរោមីងគាត់ថាតបតុនចង្កេះបាត់ថារឹងញញែកខ្ញុំដួលហើយមីងទៅទៀតឥឡូវមីងចាក់ស្រូវសិនចាក់ស្រូវខាងនេះតាមខាងនេះបាទចាក់ឡើងស្រូវចាក់3វឹកអូនេះជុកដៃចេះហើយមកដោយសារយើងអត់ភ្លាត់កាលណា
cái nát ấp lót từ ti hơi hấp đây là mình khó nhóm tuấn nam minh như này và mình ơi tuấn nhóm tuấn nam minh như này ba này ban mưa sân mình không mưa sân mưa này mình ô bông này Nè. Anh nâng cái hai sầm rố bên này mình ô còn bệnh như mà bồn nè nó ở đây là mình còn 3 ông mà ô mơ là mình còn là mình 3 ông thay mà Còn o tè. ôi là ồn á còn là mình tẹt ông được nữa Đó, đặt vào đây ông. ô Anh sầm râu ha. anh ấy cái hàng co sầm rố bên này mình nhớ Giờ tay sầm tiệt tay chuyện tiệt tay. Đón coi. Ba học bài nhanh. bom ôn Chiết co ắt lang chiết acid. anh đang viêm nâng miên chiết cái tua Chiết cái hàng co sầm rố bom ôn nè. bà trẻ ca cân nơi tập ban đi អត់បានហាស្រូវ mặt đón ស្រូវហាមចេះ អត់ហាទេ អូស្រូវនឹងរៀបតិចដោយសារស្រូវអត់ហាលគឺស្រូវថ្មីបងប្អូនគឺចេញមកអង្គពេលដែលយើងអុំហើយវាសល់លាយស្រូវមួយគឺវានៅជាប់នឹងកតួនៅក្របអង្គដែលគេហៅថាអង្គសម្រូបអញ្ចឹងយើងត្រូវយកអង្គដែលតតែអុំនឹងហើយយកទៅជន់ទៀតជន់បងប្អូនកុំច្រឡំថាជន់នៅជើងគឺជន់នៅត្បាល់បាទត្បាល់ជន់នៅត្បាល់ហើយបានយកទៅធ្វើអីទៀតអ្នកមីងបាទអាចអុំហើយដាំហូបទៅបាទមើលអ្នកមីងអុំទៀតមើលអូ បើយើងអត់មានបាជឿនយើងស្រាត់យើងស្រាត់នឹងក្បាលបុករៀបពីរ បាទអញ្ចឹងបងប្អូនដោយសារចាស់ពីដើមគាត់ហូបអង្គដែលកិនដោយដៃដែលគាត់ជន់នៅត្បាល់ជន់នៅអង្គសម្រូបដែលមានជាតិកតួជាតិអីហ្នឹងណាដែលឃើញថាសុខភាពល្អចង់និយាយថាមិនសូវលើសឈាមមិនសូវទឹកនោមផ្អែមមិនសូវមានជំងឺដង្កាត់អីច្រើនទេបាទមិនសូវឡើងជាតិអាស៊ីតឡើងអីទេដោយសារអង្គហ្នឹងគឺវានៅល្អបែបហ្នឹងបាទបងប្អូនឃើញនៅមានជាតិកតួជាតិអីចឹងហ៎ អត់មានជាតិ ធ្វើត្បាល់បាទចេញពីដើមឫស្សីចេញពីជំរាកនៃដើមឈើធ្វើដងធ្វើអីបានតែជាត្បាល់កិនស្រូវបាទដែលអាចបាទកិនស្រូវបំបែកគ្រាប់ស្រូវឲ្យคล้ายទៅជាគ្រាប់អង្គដែលយើងអាចយកទៅដាំបាយបបរញ៉ាំបាទនេះគឺជាឧបករណ៍បុរាណខ្មែរយើងពុកម៉ែបងប្អូន